នេះជាវិធីសាស្ត្របើកមុខងារនិយាយសំឡេងពេលទទួលលុយពីនរណាម្នាក់ក្នុងគណនី ABA ទទួលបាន500រៀលបងប្អូនប្រិយមិត្តទាំងអស់គ្នាដែលបានធ្វើតាមការណែនាំរបស់ខ្ញុំពីវីដេអូមុនក្នុងការបើកមុខងារនិយាយសំឡេងពេលគេវេលុយចូលក្នុងកុងធនាគាររបស់យើងណាមានបងប្អូនខ្លះគាត់បើកហើយឬសូរសំឡេងតែបងប្អូនខ្លះទូរស័ព្ទគាត់បើកហើយនៅតែអត់ឮសូរសំឡេងអញ្ចឹងព្រោះតែនៅមានចំណុចខ្វះខាតខ្លះដែលយើងអត់បានធ្វើអស់ទូរស័ព្ទគេបើកហើយឮតែទូរស័ព្ទយើងត្រូវធ្វើចំណុចមួយនឹងទៀតបានឮដូចគេអញ្ចឹងណាអញ្ចឹងក្នុងវីដេអូនេះខ្ញុំនឹងមកស្រាយចម្ងល់ក៏ដូចជាដោះស្រាយបញ្ហាជូនបងប្អូនឲ្យច្បាស់ហើយលម្អិតបន្ថែមទៀតសម្រាប់អ្នកដែលគាត់បើកមុខងារនឹងហើយអត់ទាន់ឮសូរសំឡេងតោះឥឡូវយើងទៅទស្សនាទាំងអស់គ្នាចាអញ្ចឹងសម្រាប់អ្នកដែលគាត់បើកមុខងារនិយាយសំឡេងទទួលលុយអត់ទាន់ឮបងប្អូនត្រូវចូលទៅ update app សិនដោយសារយើងនៅប្រើ version ចាស់អញ្ចឹងមិនទាន់មានមុខងារហ្នឹងទេអញ្ចឹងដើម្បី update បងប្អូនចូលមកកាន់ Play Store នេះខ្ញុំធ្វើនៅលើ iPhone ណា Android ក៏ធ្វើអញ្ចឹងដូចគ្នាចូលបើ Android ចូល Play Store បងប្អូនចុច ABA មកចានឹង load app របស់យើងមកឃើញទេហើយគេដាក់ពី update ឃើញអត់ចឹងមូលហេតុហ្នឹងឯងដែលបងប្អូនបើកឲ្យអត់ឮចាដោយសារយើងនៅប្រើ version ចាស់ចឹងបងប្អូនចុច update app សិន update នៅក្នុង App Store របស់យើងអត់មានអស់លុយអីទេចឹងអ្នកដែលអត់ទាន់ update បងប្អូនចុច update មកដើម្បីឲ្យបើកមុខងារនិយាយសំឡេងពេលវេលុយហ្នឹងឲ្យឮដូចគេចឹងណាទូរស័ព្ទគេខ្លះគេ update ហើយចឹងគេឮហើយអូខេណាចឹង update ហើយយើងចុច openចាបន្តមកទៀតយើងចុចកន្លែង profile រូបយើងហើយចុចពាក្យមុខងារបន្ថែមអូខេនេះដំបូងឡើយពេលដែលបងប្អូនចុចចូលមកភ្លាមគឺគេ load អាកន្លែងអានហើយយល់ព្រមអញ្ចឹងបងប្អូនចុចអាកន្លែងអានខ្ញុំបានអានហើយចុចពាក្យយល់ព្រមតមកដល់កន្លែងហ្នឹងបងប្អូនត្រូវបើកឃើញទេបើកកន្លែងហ្នឹងហើយទាំងនិយាយរួមបើកទាំងពីរហ្នឹងហើយកន្លែងប្រភេទសំឡេងនេះយើងរើសបានប្រុសស្រីឃើញទេប្រុសស្រីអញ្ចឹងខ្ញុំយកស្រីហើយអានេះភាសាយើងរើសមកភាសាខ្មែរតែប៉ុណ្្នឹងឯណាហើយទៅមើលកន្លែងមួយទៀតគេយើងអត់ទាន់បានបើកចាមកចុចឲ្យកន្លែង QR នេះបងប្អូនត្រូវប្រកាសថាកន្លែងនេះពណ៌លឿងឃើញទេបើបិទកន្លែងហ្នឹងក៏អត់លឺដែរណាតោះណាអញ្ចឹងខ្ញុំលម្អិតមែនតើវីដេអូនេះបើកកន្លែងហ្នឹងឲ្យលឿងចាហើយមួយទៀតគឺ volume សំឡេងរបស់យើងតិចបិទ silent អីក៏អត់លឺដែរអញ្ចឹងណាចាអញ្ចឹងបងប្អូនដែលអត់ទាន់បើកមុខងារនឹងលឺបងប្អូនត្រូវអនុវត្តតាមអ្វីដែលខ្ញុំណែនាំនេះទៅចានឹងបើកលឺហើយអូខេអរគុណមានចម្ងល់អីបងប្អូន comment ខាងក្រោមបានអរគុណច្រើនបងប្អូនសង្ឃឹមថាវីដេអូមួយនេះជួយជាអត្ថប្រយោជន៍ឲ្យបងប្អូនច្រើនបើសិនជាបងប្អូនគិតថាមានប្រយោជន៍សម្រាប់ខ្លួនឯងនិងអ្នកដទៃសូមចូលរួម share ចែករំលែកទាំងអស់គ្នាអរគុណ